បែរនេះខ្ញុំបានចូលមកតែ server មើល map ថ្មីក៏ប៉ុន្តែ map ថ្មីនេះវាអត់មានអីកែប្រែច្រើនទេគ្រាន់តែការប្រែតិចតួចទៅលើ detail map ឲ្យរៀងស្អាតជាងមុនតិចតួចណាមើលទៅវារៀងស្រស់បំប្រងជាងមុនបៃតងជាងមុនហើយសត្វព្រៃក៏ដូចជាកន្លែងលវងនេះហ្នឹងគឺវាមើលទៅ detail ជាងមុនអញ្ចឹងដើម្បីឲ្យគ្នាយើងស្រួលមើលខ្ញុំនឹងយក hero កែចាមកហោះគ្នាយើងមើលជុំវិញហ្មងណាថាគេកែប្រែកន្លែងណាខ្លះហើយកន្លែងដែលគេកែប្រែច្រើនបំផុតដែលមើលទៅរៀងប្លែកជាងគេហ្នឹងគឺមានតែកន្លែងបើក្រហមបើខៀវហើយនឹងកន្លែងឡទេខាងហ្នឹងគឺមើលអត់សូវដឹងទេគ្នាតែគេកែប្រែខ្លះអញ្ចឹងណាដើម្បីឲ្យគ្នាយើងស្រួលមើលចាំមើលបើសិនខ្ញុំទៅនេះខ្ញុំនឹងធ្វើការដាក់ map ចាស់ជាមួយនឹង map ថ្មីគេទៀតចិត្តគ្នាយើងមើលហ្មងដើម្បីកុំឲ្យបាក់មើលហើយកន្លែងបើខៀវនេះគឺអត់សូវដូរអីច្រើននេះយើងគ្រាន់តែថែមពណ៌ color រៀងដិតជាងមុនមើលទៅហើយកន្លែងបើក្រហមនេះគឺរៀងផ្លាស់ប្ដូររៀងច្រើនដែលយើងមើលទៅគឺដឹងហ្មងថាវាដូរកន្លែងណាខ្លះអញ្ចឹងណាដូរកន្លែងជាងនោះគ្នាយើងកន្លែងជាងសត្វបើក្រហមណាគឺគេដូរដាក់ទ្វារដាក់អីណាឡើងលយហ្មងណាហើយចំពោះឡតវិញគឺមើលទៅវារៀងដិតខៀវជាងមុនហើយនឹងដូររូបរាងតិចបន្តួចអញ្ចឹងទៅគេយើងអាចមើលតាមវីដេអូនឹងបានចំពោះកន្លែងទឹកខោកន្លែងឡតអីក៏ដូរដែរគ្នាយើងហើយមិនធម្មដូរតែ map ទេណាកន្លែងឈ្នះ victory នេះក៏គេដូររៀងស្អាតជាងមុនលោជាងមុនដែរកន្លែងកាមេរ៉ា angle វាគឺថាកាច់ចូលរៀងគៀកជាងមុនហ្មងណាហើយសំបីតា base ផ្ទះយើងហើយនឹង base ផ្ទះគេនេះក៏ដូរឲ្យស្រួលជាងមុនស្អាតជាងមុនដែរហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូបង្ហាញពី map ថ្មីក្នុង test server គឺមានតែប៉ុណ្្នឹងទេហើយសម្រាប់ថ្ងៃដែលគេតម្លាក់មក original server យើងពេលណាគឺខ្ញុំបន្តដល់ដូចគ្នាចំពោះព័ត៌មានបន្ថែមគឺមានតែចាំមើលបន្តទៀតនឹងឯងហើយចុងក្រោយបើសិនគ្នាយើងមិនត្រូវការចង់កក់ ticket ទៅជួបកាយសិនទេអ្នកគ្នាអាចធ្វើការចូលទៅកក់ ticket នៅក្នុង website ខ្ញុំបានដោយ link website នេះមាននៅក្រោម profile page នៅខាងក្រោយ